72ដៃស្អាតវិញហើយបាក់ឆ្នឹងញ៉ាំរែងការ៉ុតមានអីមានអីបានអីខ្ញុំមានមកប្រអប់1គីឡូយាយ1គីឡូរត់ម៉ែយាយចូលចិត្តអត់ចូលចិត្តណាស់ចូលចិត្តណាស់ឆ្នាំនេះអត់ទាន់ញ៉ាំកូនញ៉ាំអត់មានអូនៅជាមួយគ្រួសារឬក៏អត់ទាំងអត់ទាំងអស់តែស្លាប់បូនស្លាប់បងប្អូនស្លាប់អស់នៅឯងសុបាយយាយមានអីលក់មានលក់ស្រីទៅសណ្ដែកដីហើយមកកំប៉ុងម៉ា2500បន្តែខ្ញុំអត់មានលុយថ្ងៃនេះអត់មានអីបាទអត់បានទេបើខ្ញុំដូរជាមួយប្រអប់ដរ៉េនបានអត់មានអីទេបានទេបាទខ្ញុំមានមកប្រអប់1គីឡូយាយ1គីឡូរត់ម៉ែអីអត់ពីបងឲ្យ2កំប៉ុងទៀត3កំប៉ុងអូបាក់ឲ្យ3កំប៉ុងអូចិត្តល្អទៀតយាយលក់ប៉ុន្មានឆ្នាំហើយយាយគឺលេខ1ឆ្នាំ1ឆ្នាំហើយហីលក់ដាច់គាត់លក់ដាច់គាត់អត់ចូលលក់ដាច់មិនចឹងខ្ញុំយើងដាច់ទៅមកគេអត់ចូលព្រមទិញគេទិញមួយមកកំប៉ុងហើយលក់មកកំប៉ុង2500បងប្អូនខំទិញសណ្ដែកដីពីលោកយាយនៅតាមផ្លូវ Walk Street បងប្អូនយាយយូរប៉ុន្មានឆ្នាំហើយចាត់ជាងចា72ដៃស្អាតបាក់វិញហើយបាក់ថ្មីងដៃស្អាតមើលញឹមស្អាតមែនតើណាបាក់ថ្មីងញ៉ាំរែងការ៉ុតមានអីមានអីតុនចាំយកដរ៉េងទឹកសិនដូរជាមួយគ្នាយាយខ្ញុំអ្នកចំណេញដោយសារមុនយាយនិយាយថាដូរមកកំប៉ុងឥឡូវឲ្យ3កំប៉ុងមានន័យថាខ្ញុំចំណេញណាចំណេញទេចំណេញវិញគិតគុណច្រើនអរគុណច្រើនអាយុវែងដូចគ្នាបន្តែយាយខ្ញុំអត់ទាន់លាអត់ទាន់ជំរាបលាសុំលាដៃមួយបានអត់មានអីមានដៃមានលុយបន្តិចតួចស20000ជូនយាយលោកដាច់ជូនពោលោកដាច់បងប្អូនខំសេកខំត្រូលលោកយាយឲ្យក្មួយទៅបានសុខសប្បាយចាសុខសប្បាយអរគុណច្រើនអាយុវែងដូចគ្នាលោកយាយអាយុវែងចៅអរគុណចៅណាស់អរគុណច្រើនសុខសប្បាយញ៉ាំឆ្ងាញ់នៅពេលដែលយើងស្ដាប់ជីវិតរបស់លោកយាយគឺគាត់មានការលំបាកខ្លាំងឯកាខ្លាំងនិងតស៊ូខ្លាំងប៉ុន្តែនៅពេលដែលបងប្អូនបានឃើញវីដេអូនេះហើយបងប្អូននឹងសប្បាយចិត្តព្រោះលោកយាយគឺជាមនុស្សម្នាក់ដែលរីករាយឈ្នះនិយាយមិនដាច់ពីមាត់បន្ទាប់ពីជួបលោកយាយហើយលោកយាយពោពេញដោយសេចក្តីស្រឡាញ់និងបេះដូងគាត់ធំណាស់គាត់តែងតែសើចនិយាយលេងនិងព្យាយាមរស់នៅក្នុងជីវិតមួយដែលរីករាយអញ្ចឹងបើសិនជាបងប្អូនបានជួបគាត់នៅ Walk Street សូមជួយទិញគាត់ផងព្រោះលោកយាយថាគាត់លក់អត់ដាច់ទេឆ្នេះក៏បានប្រាប់ខ្ញុំថាគាត់នឹងទៅជួបលោកយាយម្ដងទៀតហើយនៅក្នុងវីដេអូក្រោយយើងនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅជិះស្នូលចែកទុរេនជាមួយ Chanel ហើយប្រអប់នៅក្នុងពេលបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយ follow និង share